រុក្ខជាតិប្រភេទនេះគឺជាឱសថបុរាណពីធម្មជាតិដែលល្អសម្រាប់សុខភាពមែនទែនហើយបងប្អូនទាំងអស់គ្នាអាចរកដើមនេះបានងាយៗដែលមានដុះនៅក្បែរផ្ទះរបស់យើងទេហើយសំខាន់គឺដើមនេះគឺផ្ដល់អត្ថប្រយោជន៍ច្រើនមែនទែនសម្រាប់សុខភាពហើយនេះដែរគឺជាដើមប្រមោយដំរីឬក៏បងប្អូនមួយចំនួនហៅថាស្មៅប្រមោយដំរីណាគឺវាល្អមែនទែនសម្រាប់សុខភាពគឺវាកប់នឹងជំងឺច្រើនមុខហើយសំខាន់ហ្នឹងគឺវាងាយស្រួលក្នុងការរកទេគឺមានដុះនៅក្បែរផ្ទះរបស់បងប្អូនហើយដើមប្រមោយដំរីនេះដែរគឺជាប្រភេទថ្នាំឱសថបុរាណដ៏ប្រកែកអស្ចារ្យណាបងប្អូនដែលអាចព្យាបាលជំងឺបានច្រើនមុខដូចជាជំងឺលហិតលហៃមិនសូវឃ្លានបាយទឹកអីហ្នឹងបងប្អូនកាពះពោះវៀនរមាស់ប្រទាលតាអាក់បោសពឹសអីធំហ្នឹងក៏ដូចជារដូវមកមិនទៀងលាក់នឹងលាក់អញ្ចឹងបងប្អូនគួរតែជ្រើសរើសដើមប្រភេទនេះដើម្បីមកព្យាបាលជំងឺណាអញ្ចឹងគឺល្អមែនទែនសម្រាប់សុខភាពបងប្អូនហើយបើឃើញដុះនៅចិត្តផ្ទះយើងអីកុំដកចោលសោះបងប្អូនហើយវិធីប្រើគឺងាយមែនទែនបងប្អូនទាំងអស់គ្នាគឺយើងអាចជ្រើសរើសយកវិធីនេះគឺទី1គឺបងប្អូនយកស្លឹកនិងដើមរបស់វាបាទលាងទឹកឲ្យស្អាតហើយបន្ទាប់មកយើងបុកវាឲ្យម៉ត់ពូតយកកាកវាចេញហើយយកទៅទឹកវាហ្នឹងយកទៅហូបណាមួយស្លាបព្រាបាយមុនញ៉ាំបាយ15នាទីហើយហាមប្រើលើសបងប្អូនយើងប្រើតែត្រឹមមួយស្លាបព្រាបាយបានហើយហូបវាហើយចាំញ៉ាំបាយបាទ15នាទីមុនហូបបាយហើយវិធីទី2នេះគឺយើងយកដើមនិងស្លឹករបស់វានឹងលាងទឹកឲ្យស្អាតដូចគ្នាហើយបន្ទាប់មកបងប្អូនយកទៅហាលនៅក្នុងម្លប់ឲ្យស្ងួតហើយរួចយកទៅដាំទឹកហូបណាបងប្អូនចន្លោះពី15ក្រាមទៅ30ក្រាមហូបកន្លះកែវតូចមុនហូបបាយដូចគ្នាហើយចឹងហើយបងប្អូននឹងទទួលបានបាទលទ្ធផលបាទជាក់ស្ដែងតែម្ដងណាគ្រាន់តែយើងព្យាយាមតិចទៅឱសថបុរាណគឺវាអត់ដូចថ្នាំពេទ្យទេគឺវាចំណាយពេលវេលារៀងយូរជាងថ្នាំពេទ្យតិចណាហើយសម្រាប់បងប្អូនដែលកើតរមាស់ប្រទាលតាអាក់គឺយើងអាចលក្ខណៈថាយកវានឹងទៅហាលក្នុងម្លប់ឲ្យស្ងួតដូចគ្នាហើយបន្ទាប់មកដាំទឹកហូបទៅបងប្អូនចន្លោះពីមួយកែវតូចអីហ្នឹងហើយយើងហូបហើយគឺដើម្បីកម្ចាត់ជំងឺប្រទាលតាអាក់របស់យើងហ្នឹងកាហាយស្បែកអីហ្នឹងគឺបានផលភ្លាមតែម្ដងហើយប្រើសម្រាប់បងប្អូនដែលចង់ឡើងគីឡូណាលក្ខណៈតែយើងស្គមរីងរៃមិនសូវមានសាច់មានឈាមហ្នឹងក៏អាចប្រើដើមប្រមោយដំរីនេះបានដែរគឺយើងយកវាទៅហាលក្នុងម្លប់ឲ្យស្ងួតដូចគ្នាចន្លោះពី15ទៅ30ក្រាមណាហើយដាំទឹកហូបទៅបងប្អូនហូបមួយថ្ងៃ3-4កែវគឺយើងនឹងទទួលបានលទ្ធផលហើយលក្ខណៈទៅត្រជាក់សាច់ឲ្យហូបបាយបាននឹងឡើងគីឡូមានសាច់មានឈាមនឹងគេហើយសម្រាប់បងប្អូនដែលកើតបោសធំហើយចង់កម្ចាត់បោសនឹងចេញណាគឺយើងអាចប្រើដើមប្រមោយដំរីនេះដែរអាចច្រឡំមិនដើមទេប្រើស្លឹករបស់វាបងប្អូន3-4ស្លឹកទៅយកទៅបុកឲ្យម៉ត់បន្ទាប់មកយើងយកពងមាន់ស្រែបាទលាយជាមួយគ្នាប៉ុន្តែយកក្រហមចេញណាយើងយកតែអសទេទៅបិទលើបោសរបស់យើងមក2-3ថ្ងៃក្រោយនឹងបាត់បោសនឹងហើយអាចនឹងបាត់ឈឺឆឹងតែម្ដងណាបងប្អូនគឺប្រកែស័ក្តិសិទ្ធិមែនទែនហើយមានមកវិធីទៀតបងប្អូនទាំងអស់គ្នាគឺយើងអាចហាលវាឲ្យស្ងួតហើយកិនវាជាម្សៅយើងប្រើចន្លោះពី3ទៅ6ក្រាមហ្នឹងប្រើជាមួយទឹកពី200មីលីលីត្រទៅ400មីលីលីត្រហើយប្រើសម្រាប់អ្នកមានជំងឺរលាកតម្រងនោមក៏ដូចជាជំងឺហើមស្បែកផងដែរគឺយើងអាចប្រើថ្នាំនេះដើម្បីព្យាបាលបានហើយបញ្ជាក់មួយទៀតបងប្អូនគឺហាមប្រើសម្រាប់អ្នកមានជំងឺរលាកថ្លើមគឺដាច់ខាតគឺហាមប្រើណាហើយប្រភេទថ្នាំរុក្ខជាតិនេះគឺមិនមែននិយាយឲ្យតែបានទេបងប្អូនគឺមានប្រភពត្រឹមត្រូវច្បាស់លាស់ហើយប្រភពរបស់គេនឹងគឺមកពីមជ្ឈមណ្ឌលជាតិស្រាវជ្រាវវិទ្យាសាស្ត្របុរាណឆ្នាំ2006អញ្ចឹងហើយបងប្អូនទាំងអស់គ្នាអាច research មើលទៅបាទក្នុងអ៊ីនធឺណិតណាក៏ដូចជាមានប្រព័ន្ធផ្សព្វផ្សាយផ្សេងអញ្ចឹងទៅកុំចេះតែប្រើដែលអត់មានប្រភពច្បាស់លាស់ហើយសូមបញ្ជាក់មួយទៀតហាមប្រើជាមួយនឹងថ្នាំពេទ្យដាច់ខាតបងប្អូនហើយស្ត្រីមានផ្ទៃពោះក៏អត់ឲ្យប្រើដែរហើយបើសិនជាបងប្អូនមានកម្លាំងខ្សោយគឺប្រើតិចបាទកុំប្រើច្រើនអាចលើសចំណុះបណ្ដាលយើងក្អួតលហិតលហៃអស់កម្លាំងអីចឹងទៅអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះហើយជួយចែករំលែកវីដេអូនេះម្នាក់មួយផងណាបងប្អូនទាំងអស់គ្នាអរគុណច្រើន